Mohamed Salah តែងតែមានទម្លាប់ selfie នៅពេលដែលរកគ្រាប់បាល់បានខ្សែថតរូប selfie របស់ Mohamed Salah ដើម្បីអបអរជ័យជំនះក្លាយជាម្ចាស់ជើងឯក Premier League នៅ Liverpool នោះបន្ទាប់ពីឈ្នះ Spurs គឺជាទម្លាប់របស់គេធ្វើទៅហើយបុរសសញ្ជាតិអេស៊ីបដែលក្លាយជាម្ចាស់គ្រាប់បាល់ទី4របស់ Liverpool ក្នុងជំនួបនៅលើជ័យជំនះ5-1នៅកីឡដ្ឋាន Anfield បានដើរសម្ដៅទៅខ្ចីទូរស័ព្ទបុគ្គលិកដើម្បីថតរូប selfie អបអរការប្រកួតជាមួយអ្នកគាំទ្រដែលនៅពីក្រោយរូបគេសាឡាបាននិយាយថានៅដើមរដូវកាលនេះខ្ញុំតែងតែថតរូប selfie ជាមួយកីឡាករដែលទាត់បញ្ចូលទីដូច្នេះសម្រាប់រឿងនេះខ្ញុំបាននិយាយថាយល់ព្រមខ្ញុំត្រូវតែគិតពីអ្វីដែលពិសេសព្រោះវាជារូបភាពដែលនៅទីនេះជារៀងរហូតស្ថិតក្នុងវ័យ32ឆ្នាំ Mohamed Salah តែងតែថតរូប selfie ជាមួយនឹងមិត្តរួមក្រុមដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតខណៈដែលអ្នកគាំទ្រមួយចំនួនបានលើកឡើងថាជាផ្នែកមួយនៃទីផ្សារក្នុងការប្រម៉ូទលើការប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកឧបត្ថម្ភ Google Pixel នាំមកជូនដោយ855 STV ទស្សនាបាល់ទាត់ដោយសេរីកម្រិត HD